សួស្តីបងប្អូននិងមិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញពីការដាក់សំឡេងរោនៅពេលដែលកុំព្យូទ័រ laptop របស់យើងអស់ថ្មព្រោះកន្លងមកតែតែមានបញ្ហាទាក់ទងនឹងការប្រើប្រាស់ទូរស័ព្ទប្រើប្រាស់កុំព្យូទ័ររហូតដល់ថ្នាក់រលត់កុំព្យូទ័រតែម្ដងអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូមួយដើម្បីបង្ហាញអូខេឥឡូវខ្ញុំចាប់ដើមបង្ហាញជំហានទី1គឺខ្ញុំទៅជ្រើសរើសសំឡេងរោដោយចុចម៉ៅសខាងស្ដាំយកពាក្យ personalist អូខេវាចាប់ផ្ដើមចេញផ្ទាំងមកហើយអូខេបន្ទាប់ពីចេញផ្ទាំងនឹងហើយយើងរើសយកពាក្យ dam បន្ទាប់មកយើងរើសយកពាក្យ advanced sound setting នៅពេលដែលយើងចុចពាក្យ advanced sound setting វានឹងទាញចេញផ្ទាំង dialog មួយហើយយើងទៅរើសយកពាក្យ low battery alarm អូខេយើង select លើវាមកហើយយើងចុចនៅត្រង់កន្លែងនេះដើម្បីជ្រើសរើសសំឡេងរោនេះវាមានច្រើនយើងអាចតេស្តមើលបាននេះចុចពាក្យតេស្តអូខេច្រើនទៀតវាមានសំឡេងជាដណ្ដឹងអូខេប៉ុន្តែដោយសារខ្ញុំមានសំឡេងដែលខ្ញុំបានកាត់ចម្រៀងជា file wave ហើយខ្លីខ្ញុំបានកាត់រួចហើយខ្ញុំអត់យកសំឡេងនោះខ្ញុំប្រើទៅយកសំឡេងមួយខាងក្រៅផ្សេងមួយទៀតដែលខ្ញុំបានធ្វើវារួចរាល់ហើយអូខេខ្ញុំជ្រើសរើសបទចម្រៀងមួយដែលកាត់វាឲ្យខ្លីហើយ save ជា file wave សាងស្នេហ៍ឯប្រាសាទព្រះវិហារ select ហើយចុចលើពាក្យ open ណាអូខេអញ្ចឹងវាចូលមកក្នុងនេះហើយអញ្ចឹងខ្ញុំអាចតេស្តសំឡេងវាបានចឹងចប់ពេលយើងតេស្តទៅយើង play ចប់តែរយៈពេលខ្លីយើងអាចដាក់វិញបានណាអូខេបន្ទាប់ពីយើងជ្រើសរើសហើយយើងយកពាក្យ apply ហើយចុច OK ហើយយើងបិទទាំងនឹងចោលហើយជំហានទី2យើងចូលទៅកំណត់ភាគរយនៅពេលដែល laptop របស់យើងអស់ថ្មយើងកំណត់ថាប្រមាណភាគរយដើម្បីឲ្យវា load សំឡេងសញ្ញាជាសំឡេងជូនដំណឹងអូខេអញ្ចឹងយើងចុចមកខាងស្ដាំយកពាក្យ power option វាយឺតបន្តិចអូខេបន្ទាប់មកយើងយកពាក្យ high performance យើងចុចយកពាក្យ change plan setting អូខេបន្ទាប់ពីចុចរួចហើយយើងជ្រើសរើសយកពាក្យមួយទៀតថា change advanced power settingអូខេចេញមកហើយយើងចាប់ផ្ដើមទៅជ្រើសរើសបន្ត select លើពាក្យ battery អូខេមួយទៀតបន្ទាប់ពីជ្រើសរើស battery ហើយយើងរើសយកពាក្យ low battery level ហើយយើងកំណត់ភាគរយវានៅកន្លែងនេះបាទឥឡូវថ្មរបស់ខ្ញុំវានៅសល់អូខេ 86% អញ្ចឹងខ្ញុំកំណត់ថាឲ្យវា 80% ឬក៏ 82% ឲ្យវារោហើយស្រេចបន្ទាប់មកទៀតយើងមកមើលពាក្យ low battery notification ហើយយើងរើសយកពាក្យ on ទៅអូខេយើងចុច apply អូខេអញ្ចឹងយើងថ្មយើងនៅពេលដែលសល់តែ 82% វានឹងរោអូខេឥឡូវយើងរងចាំបន្តិចទៅសល់ 84% មិនតិចទេបាទព្រោះថ្មនេះវាខូចហើយអូខេ យឺត
đặt thêm 83% bạn assignment cho đó ok 83 82 ok đó là chấm tích thị trấn thì tôi tới khi cầm nọt tại trầm 30 ឬក៏25ប៉ុន្តែឥឡូវខ្ញុំកំណត់ត្រឹម35ចុះសម្រាប់ laptop របស់ខ្ញុំអញ្ចឹងណាអូខេខ្ញុំចុច apply ខ្ញុំចុច OK តែប៉ុណ្ណឹងគឺជាការរួចស្រេចអូខេអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាសូមកុំភ្លេចចុច subscribe